ឆ្នាំនេះបានមកវត្តដែរបងប្អូននៅវត្តភ្នំចាស់មកវត្តនេះជាមួយអ៊ីហើយនឹងអូនចដូនមួយហើយនឹងក្មួយយើងក៏រីករាយតិមករកបាតអតិកុសលជូនដល់ញាតិកាទាំង7សន្តានរបស់យើងបានចែកឋាននឹងក្មួយឃើញកាមេរ៉ាពីកិច្ចនឹងហើយខ្ញុំសូមជូនបុណ្យជូនកុសលនេះដល់បងប្អូនដែលចូលទស្សនាវីដេអូរបស់ខ្ញុំផងដែរហើយខ្ញុំក៏ចេញពីវត្តទៅខ្ញុំក៏ជិះម៉ូតូឡើងទៅភ្នំចាស់ណាបងប្អូនមានកន្លងមកជុំដែរចូលទៅជ្រៅដែរហើយមកដល់អាស្រមអេសីសាក់សនេះថ្វាយផ្លែឈើថ្វាយហើយយើងក៏ឡើងតាមចដាហ្នឹងឡើងទៅលើភ្នំវិញទៅថ្វាយផ្លែឈើមួយកន្លែងទៀតនៅលើពូលហើយនេះគឺយើងកំពុងឡើងទៅបងប្អូនមានចដាមានអីឲ្យយើងឡើងទៅចូលទៅដល់រូបភ្នំនេះមានប្រាស់មកជួរយើងក៏ថ្វាយគុំហើយក៏មកដល់កន្លែងព្រះអង្គធំព្រះអង្គមានតបស័ក្តិ5បែបបនអីស័ក្តិសិទ្ធិណាបងប្អូនយើងចង់រកស៊ីបានរកស៊ីលក់ដូរដីធ្លីអីក៏បានជោគជ័យឲ្យតែយើងគ្រប់នឹងជឿព្រះអង្គជួយយើងខ្ញុំក៏បែបបនច្រើនដែរឬពីបញ្ហាគេនិយាយបរិហាគេយើងច្បាស់ថាយើងចេះយើងចោះយើងអាក្រក់មិនណាដែលយើងមិនបានធ្វើអីក៏ខ្ញុំបានដែរបើខ្ញុំធ្វើខ្ញុំទទួលបើខ្ញុំអត់បានធ្វើទេសូមឲ្យអ្នកដែលនិយាយពីខ្ញុំនឹងឲ្យទទួលយកទាំងអស់ទទួលយកទាំងអស់ខ្ញុំអត់ទទួលយកទេអ្វីដែលពិតខ្ញុំទទួលបើមិនពិតខ្ញុំអត់ទទួលហើយខ្ញុំក៏ឡើងមកដល់កន្លែងរូបភ្នំបញ្ជាវគេដាក់ហាមចូលហើយបងប្អូនព្រោះកន្លែងនេះមានថ្មល្បេះល្បាញអញ្ចឹងណាបងប្អូនគេអត់ឲ្យចូលទេវាសិតតែធំអន្តជាវហើយខ្ញុំក៏អរគុណបងប្អូនដែលបានចូលទស្សនាវីដេអូហើយខ្ញុំក៏ជូនពរបងប្អូនធ្វើដំណើរទីជិតទីឆ្ងាយឲ្យជួបតែសុខសុវត្ថិភាពតាមផ្លូវទាំងទៅទាំងមកបាទចូលឆ្នាំនេះជូនពរបងប្អូនហេងរកស៊ីមានបានជូនពរខ្លួនឯងឲ្យឆាប់លក់ដីដាច់